ជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនប្រិយមិត្តទាំងអស់ដែលតែងតែទស្សនានិងក៏ដូចជាសិក្សាជាមួយគ្នានៅមេរៀនកន្លងមកហើយខ្ញុំបានចែករំលែកបងប្អូនច្រើនមេរៀនហើយតើតើទៅនឹងសំឡេងរបស់ហ្គីតានិងឧបករណ៍ effect បាទអញ្ចឹងបងប្អូនប្រកាសជាបានយល់ថាស្អីទៅជា compressor ស្អីទៅជា overdrive distortion តើវាចេញមកមិនហើយវីដេអូមួយទៀតក៏យើងនិយាយអំពី modulation ផងដែរអញ្ចឹងសង្ឃឹមថាបងប្អូនបានយល់ហើយអំពី modulation ថាតើនៅក្នុង modulation គឺវាមានសំឡេងអីគេខ្លះនៅក្នុងហ្នឹងអញ្ចឹងបន្ទាប់ពីយើងរៀនចប់ផ្នែកមួយយើងនឹងចូលទៅកាន់ multi effect ថាតើកន្លែងមួយយើងត្រូវធ្វើវាយ៉ាងណាយើងត្រូវស្រែវាយ៉ាងម៉េចបាទនៅក្នុងថ្ងៃនេះគឺយើងមានមេរៀនថ្មីមួយទៀតហើយគឺយើងនិយាយអំពី preamp និង amplifier បាទតើ preamp និង amplifier វាខុសគ្នាយ៉ាងដូចម្ដេចបាទអញ្ចឹងសូមតាមដានទាំងអស់គ្នាដូចតទៅបាទអញ្ចឹងនៅក្នុងមេរៀននេះយើងនឹងនិយាយអំពី preamp និង amplifier បាទតើវាមានរូបរាងយ៉ាងណាហើយវាមានតួនាទីខុសគ្នាយ៉ាងណាអញ្ចឹងបងប្អូនប្រកាសជាធ្លាប់បានឮពាក្យថា ampli បាទនឹងខ្មែរយើងហៅថា ampli គឺជាឧបករណ៍ភ្ជាប់ជាមួយនឹងធុងបាសហើយវាបំពងសំឡេងណាយើងនិយាយថាឧបករណ៍បំពងសំឡេងជួយបំពងសំឡេងបាទជំនួយការបំពងសំឡេងអញ្ចឹងនៅពីក្រោយធុងបាសដែលឮក្ដុងឌឹបហ្នឹងគឺវាមាន ampli នៅខាងក្រោយវាបាទហើយសម័យនេះគឺវាមានពីរប្រភេទគឺ passive ដែលយើងត្រូវមាន ampli នៅខាងក្រៅហើយមួយទៀតគឺ active ដែលយើងមិនបាច់ប្រើ ampli ក្រៅទេគឺវាមាន ampli ជាប់ធុងបាសបាទនេះខ្ញុំសូមភ្ជាប់ជាឧទាហរណ៍ដើម្បីបងប្អូនកាន់តែងាយយល់អញ្ចឹងណាបាទអញ្ចឹងថ្ងៃនេះយើងនិយាយអំពី preamp និង amplifier តើវាខុសគ្នាយ៉ាងដូចម្ដេចបាទអញ្ចឹងpreamp បាទខ្ញុំនិយាយទីមួយគឺ preamp បាទ preamp គឺជាឧបករណ៍មួយដែលអត់មានភ្ជាប់ជាមួយនឹង speaker ដូច amplifier ទេដូចធុងបារ៉ាស់ទេបាទ preamp គឺជាឧបករណ៍មួយដែលយើងអាចសេរី low high ឬក៏ treble ឬក៏ bass បន្ថែមហើយវាមាន level បាទដូចវីដេអូខ្ញុំបានដាក់បង្ហាញបងប្អូនអញ្ចឹងបាទអញ្ចឹងpreamp គឺនៅក្នុង effect គឺភាគច្រើនគឺវាមានបាទវាមានដាក់ឲ្យយើងអញ្ចឹងនេះគឺជាឧបករណ៍ preamp បាទឧបករណ៍ preamp នេះគឺបាទវាជួយក្នុងការដំឡើង high low ឬក៏ dry បាទអញ្ចឹង preamp នេះវាខុសពី amplify ត្រង់ថា preamp វាមានរូបរាងតូចជាង amplify បាទ amplify វាមានរូបរាងធំហើយវាមាន function រៀងច្រើនជាងបាទសម្រាប់ preamp គឺវាមានតែបាទនេះខ្ញុំបង្ហាញបងប្អូនខ្លះបាទបង្ហាញពី dry បាទ preamp គឺវាមានតែ dry ទេ dry treble bass ហើយនឹង level បាទនៅកន្លែងនេះសម្រាប់ model Behringer នេះគឺវាមានសម្រាប់ធុងបាទវាមាន function ធុងដែរវាមាន amp function amp នេះ function amp ហើយនឹង EQ របស់វា mode នេះហើយនឹងការដាក់ម៉ៃហើយក្រៅនេះបាទមានពាក់ព័ន្ធទេបាទអត់អីទេប៉ុន្តែនៅក្នុងនេះគឺវាប្រែប្រួលបងប្អូនវាមាន twin វាមាន prime វាមានអីចឹងទៅបាទនេះវាមាន hot វាមាន high វាមាន clean អីចឹងទៅបាទអញ្ចឹងអានេះគ្រាន់តែជា function ទេប៉ុន្តែវាអត់មានធុងផ្ទាល់ខ្លួនទេវាអត់មានធុងនៅខាងក្រៅទេអញ្ចឹងអានេះជាឧបករណ៍មួយដែលដូចថាគេបង្កើតមកដើម្បីឲ្យបងប្អូនងាយស្រួលប្រើប្រាស់ហើយយើងអាចអត់មានធុងបារ៉ាស់ក៏យើងអាចមាន preamp សម្រាប់សេរី high low ឬក៏ function ផ្សេងដែលវាស្រដៀងទៅនឹង amplify នៅខាងក្រៅដូចគ្នាបាទគាត់ថា amplify វាធំជាងហើយវាគ្រប់គ្រងធុង speaker របស់វាផ្ទាល់បាទហើយបើ preamp វាគ្រាន់តែជាឧបករណ៍បញ្ចេញសំឡេងទៅទេអញ្ចឹងទោះបីយើងយកទៅដាក់នៅក្នុងធុងបាសឬក៏ឧបករណ៍បំពងសំឡេងផ្សេងក៏តាមចិត្តបាទបានតាមចិត្តបាទអញ្ចឹងភាពខុសគ្នារវាងpreamp ហើយនឹង
amplifier គឺខុសគ្នាត្រង់ហ្នឹងណាបងប្អូនបាទត្រូវយល់បាទដោយសារតែនៅកន្លែងខ្លះយើងលេងហ្គីតាយើងអត់មាន amplify នៅខាងក្រៅទេអញ្ចឹងបើសិនជាយើងមាន effect យើងមាន preamp អញ្ចឹងយើងអាចសេរី high low អីផ្សេងស្រដៀងទៅនឹង amplify នៅខាងក្រៅដែរខ្មែរយើងហៅធុងបារ៉ាស់តំបន់ខ្លះគាត់ហៅធុងបារ៉ាស់បាទតាមខេត្តតាមជាខេត្តអីជាក្រុងអីបងប្អូនយើងសិល្បៈជំនាន់មុនអីគាត់ហៅថាធុងបារ៉ាស់បាទហើយពាក្យពេញជាភាសាអង់គ្លេសនោះគឺ amplifier ហើយ amplifier នេះវាមានច្រើនប្រភេទដូចគ្នាបងប្អូនមាន brand ច្រើនណាស់មានតាំងពី Fender Marshall Lini វាមាន Roland វាមាន Yamaha វាមានច្រើនណាស់បងប្អូនច្រើនមែនទែនច្រើនណាស់រៀបរាប់អស់ទេហើយ function មួយក៏ខុសគ្នាតាមតម្លៃតាមទំហំតាមប្រភេទដែរបងប្អូនមានថវិកាតិចក៏វាបាន function តិចទៅបងប្អូនដែលហ៊ានតម្លៃខ្ពស់ក៏បានឧបករណ៍ល្អយកមកប្រើអញ្ចឹងទៅបាទអញ្ចឹងថ្ងៃនេះយើងនឹងបង្ហាញបងប្អូនអំពីampli sorry សុំទោសយើងនឹងបង្ហាញបងប្អូនអំពី preamp តើ preamp មានមុខងារអីខ្លះបាទអញ្ចឹងយើងជំហានដំបូងគឺយើងបើក sound guitar យើងមកបាទហើយយើងបើកឧបករណ៍ preamp របស់យើងឲ្យវាដំណើរការមកបាទបើក volume មកបាទហើយអញ្ចឹងកន្លែងនេះខ្ញុំយកវាត្រឹមពាក់កណ្ដាលនេះពាក់កណ្ដាលសិនហើយ drive ខ្ញុំអត់ទាន់បើកទេអញ្ចឹង preamp បើសិនជាយើងលេងទៅវាហាក់ដូចជាយើងដោតហ្គីតាចូលទៅក្នុងធុងបារ៉ាស់ direct អញ្ចឹងបងប្អូនណាកន្លែងនេះអត់មានអីប្រែប្រួលច្រើនទេបើយើងនិយាយពី preamp បាទដូចយើងដោតហ្គីតាចូលធុងបារ៉ាស់សម្រាប់ហាត់អញ្ចឹងគឺវាមាន clean ទេបាទអញ្ចឹងនេះគឺជា sound clean ហើយកន្លែងនេះបើបងប្អូនចង់បាន high យើង high បន្តិចមកវា high ហើយវាទៅធម្មតាវិញបាទដល់ទៅធម្មតាវិញអញ្ចឹងpreamp នេះវាតូចមែនក៏ប៉ុន្តែវាមានសមត្ថភាពប្រហាក់ប្រហែលនឹងធុងប្រាស់ដែរធុងប្រាស់ខ្លះបងប្អូនឃើញគេមានដាក់ពាក្យថា overdrive ឬក៏ distortion ប៉ុន្តែអត់មានសេរីអីបានទេណាបងប្អូនយើងអាចសេរីបានដូច pedal ដូចអីផ្សេងដែលគេមាន option ផ្សេងសេរីទេអញ្ចឹងធុងបារ៉ាស់បើសិនជាយើងចុច drive គឺយើងបានតែ drive ហ្នឹងឯងឬក៏យើងមូល gain ខ្លាំងគឺវាចេញ drive ហ្នឹងឯងហើយវាប៉ុណ្ណឹងអញ្ចឹងនៅក្នុងនេះខ្ញុំសូមបញ្យល់បងប្អូនបន្តិចទោះនៅក្នុង digital effect ឬក៏ analog អីក៏ដោយក៏វាត្រូវមាន drive ហ្នឹងដែរបាទអញ្ចឹងណាហើយបងប្អូនប្រើ GT1 boost GT10 ឬក៏100 1000អីក៏ដោយបាទក៏វាមានទាំងអស់បាទវាមាន preamp digital ឲ្យយើងនៅក្នុងនោះទាំងអស់អញ្ចឹងបងប្អូនចូលទៅសេរីទៅបើសិនជាបងប្អូនអត់ចង់លេង overdrive ឬក៏ distortion ឬក៏ tube screamer ឬក៏អីផ្សេងបងប្អូនអាចគ្រាន់តែបើក drive ធុងមកបាទយើងនិយាយថា drive ធុងអញ្ចឹងសោះបាទនេះបាទ drive នេះយើងបើកមកដូចគ្នាបាទគាត់ថាយើងអត់មានអីគេdrive option នេះទេអត់មានទេក៏យើង drive គឺ drive បងប្អូនបាទគ្រាន់បើដែរតាបាទនេះគឺ sound drive របស់ preamp វាហាក់ដូចជាយើងបើក drive នៅក្នុងធុងបារ៉ាស់ Marshall ឬក៏ Fender ដូចគ្នានឹងយើងអត់និយាយពី effect ទេណាយើងនិយាយពី drive នៅក្នុងធុងទេអញ្ចឹងបងប្អូនអាចនឹងទទួលបានទេអាចនឹងយល់បានទេថា preamp និង amplifier វាខុសគ្នាត្រង់កន្លែងណាខ្លះបាទអញ្ចឹងសរុបមកវិញ preamp វាជាឧបករណ៍មួយដែលបញ្ចេញសំឡេងដូចជាមួយនឹង amplifier ដែរគ្រាន់ថា preamp អត់មានកម្លាំងអូសធុងបាសឬក៏អីគេមានដូចចេញទៅ speaker អីទេអត់មានទេបាទ
មានទេអញ្ចឹង preamp អត់អាចដោតទៅធុងបាសអីបានទេបើ amplifier អាហ្នឹងយើងអាចដោតបាន ampli យើងហ្នឹងយើងអាចដោតបាន ampli guitar បងប្អូនយល់ទេ ampli guitar អញ្ចឹងយើងអាចដោតទៅធុងបាសឬក៏ដោតទៅកាសឬក៏អីបានច្រើនអញ្ចឹងpreamp អត់អាចបានទេគឺគ្រាន់តែមានតួនាទីបញ្ចេញសំឡេងតែប៉ុណ្ណឹងអញ្ចឹងបងប្អូនតាមមើលទៅហើយដូចខ្ញុំនិយាយពីដើមអញ្ចឹងថាបើបងប្អូនមិនចង់ប្រើ overdrive ឬក៏ distortion ទេបងប្អូនមានតែ preamp មួយ amp អូខេបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់អំពីភាពខុសគ្នារវាងpreamp ហើយនឹង amplifier វាខុសគ្នាយ៉ាងណាបាទអញ្ចឹងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងទទួលបានហើយយល់ជ្រាបអំពីអ្វីដែលយើងបានសិក្សានៅថ្ងៃនេះបាទអញ្ចឹងយើងរងចាំជួបគ្នានៅវីដេអូក្រោយនិងមេរៀនថ្មីបន្ថែមទៀតហើយបងប្អូនកុំភ្លេចជួយ Subscribe Channel កណ្ដុនរក្សាម្នាក់មួយដើម្បីទទួលបានបទពិសោធន៍ផ្សេងៗហើយនិងវីដេអូថ្មីអរគុណជម្រាបលា